Apa dah buat kerja cuma cium, kerja cuma habis cabut, hasil yang mana ai tay video bay nhom, habis cak tay ni, nhưng mà habis cak hai cháu bị bưng đi, hai cháu bị bay đi pin luôn, ai chọ nhom đi, bưng ra hai cháu thế đó, đi chơi làm bao quá, qua đi con cầm bay, bưng đi chơi chén đây anh những con á, về tập pin luôn, nhom mình lên về chọ, con nhom mình phèoเลยai có cung co nhom thế đi. ខ្ញុំយល់ថាបញ្ហាដីធ្លីចាប់ពីពេលនេះទៅនឹងមានបញ្ហាធំប៉ុន្តែអ្វីដែលប្រមុខរដ្ឋាភិបាលបានមានប្រសាសន៍ពីផ្សំមកខ្ញុំក៏មានការចាប់អារម្មណ៍ដែរបានន័យថាប្រមុខរដ្ឋាភិបាលជាពិសេសសម្ដេចហ៊ុនសែនបានភ្ញាក់ហើយថាបញ្ហាដីធ្លីនឹងមានបញ្ហាធំហើយប្រសាសន៍ដែលគាត់ថាគាត់មិនបានដឹងទើបតែដឹងថ្ងៃនេះឥឡូវយើងតាមយោបល់ខ្ញុំហាក់ដូចជាខ្ញុំមិនសូវជឿថាគាត់មិនដឹងទេពីមុនមកឥឡូវនេះខ្ញុំឯកភាពថាគាត់មិនដឹងទេចុះក៏ប៉ុន្តែចាប់ពីពេលនេះទៅដែលគាត់ដឹងហើយនេះត្រូវតែមានយន្តការដោះស្រាយហើយត្រូវតែពង្រឹងយន្តការរបស់គាត់ថាតើមូលហេតុអីបានជាគាត់មិនដឹងថាតើមន្ត្រីរបស់គាត់នឹងលះលៀមព័ត៌មាននឹងកម្រិតណាហើយត្រូវតែហ៊ានអាកាត់វះកាត់នៅមន្ត្រីដែលមានកំណត់អាក្រក់នេះចេញមិនអាចទុកឲ្យមន្ត្រីរបៀបនេះនៅធ្វើការតទៅទៀតទេដែលនាំឲ្យកើតមន្ត្រីអស់ចឹងហើយដែលជាដើមហេតុ
នាំឲ្យកើតនៅវិបត្តិនៅក្នុងសង្គមមិនមែនប្រជាពលរដ្ឋបានបន្តមកជាអ្នកបង្កើតឲ្យមានវិបត្តិសង្គមទេគឺមន្ត្រីរបស់គាត់ដែលអ្នកព័ត៌មានមិនឲ្យគាត់ដឹងហ្នឹងឯងជាអ្នកបង្កើតឲ្យមានវិបត្តិសង្គមអញ្ចឹងត្រូវតែហ៊ានវះកាត់ដកហូតមន្ត្រីរៀននេះចេញហើយបង្កើតនូវយន្តការដោះស្រាយបញ្ហានេះឲ្យមានភាពរឹងមាំនិងឲ្យមានតម្លាភាពព្រមទាំងឲ្យមានប្រសិទ្ធភាពថាព័ត៌មានទាំងឡាយដែលប្រជាពលរដ្ឋដឹងត្រូវតែគាត់បានដឹងមកគុំមកហ្នឹងយើងបានចេញលេខផ្លូវការនេះមួយដើម្បីតែជូនហ្នឹងហើយប៉ុន្មាននេះគឺដើម្បីឲ្យអស់លោកអ្នកការព័ត៌មានយកនេះទៅពិនិត្យមើលហើយនឹងធ្វើការផ្សព្វផ្សាយពួកនេះវាអាចឆ្លើយតបនៅក្តីផ្លូវការរបស់សម្ដេចលោករដ្ឋមន្ត្រីដែលលោកទឹកតែនិយាយថ្មីៗនេះកាលពីម្សិលមិញគឺនិយាយពីរឿងបញ្ហាលោកអត់បានដឹងអំពីរឿងរ៉ាវដីធ្លីដែលកើតមាននៅក្នុងប្រទេសកម្ពុជាកន្លងផុតមកហើយជាពិសេសយើងគិតថាការនិយាយស្ដីនេះហាក់បីដូចជាការមិនទទួលខុសត្រូវនៅរឿងរ៉ាវដែលកើតមានឡើងខ្លាំងជាងគេបំផុតក្តៅកំពុងជាងគេគឺរឿងដីធ្លីនៅក្នុងស្រុកយើងឯងហើយរឿងដីធ្លីដែលមានទំនាស់នេះជាច្រើនដែលយើងបានមើលឃើញគឺទំនាស់ដីធ្លីដែលកើតចេញពីការធ្វើដីសម្បត្តិសេដ្ឋកិច្ចទំនាស់ដីធ្លីកើតចេញពីរឿងបញ្ហាសម្បត្តិសង្គមគិច្ចទំនាស់ដីធ្លីកើតចេញពីការដណ្ដើមដីធ្លីរវាងប្រជាជនអ្នកដែលទុនទាបអំណាចជាមួយនឹងអ្នកដែលមានអំណាចអានេះដែលជាចំណុចមួយដែលយើងសមាគមមកខុសយើងតែងតែធ្លាប់បានទទួលនៅពាក្យបណ្ដឹងជាច្រើនរឿងក្នុងមួយឆ្នាំឧទាហរណ៍ដូចជានៅក្នុងឆ្នាំពីដើមឆ្នាំទី1នៅក្នុងឆ្នាំ2014យើងនេះយើងមានករណីប្រហែលខែជា100ករណីជាងដែលយើងគិតថាមកដីធ្លីនេះវានៅតែកើតមានដដែលនៅតែកើតឡើងដដែលវាអត់ព្រមថយចុះសោះចឹងហើយបានជាយើងចង់បង្ហាញជូនអ្នកសារព័ត៌មានឲ្យពំនាំជាសារមួយដើម្បីបញ្ជាក់ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីឲ្យលោកបានដឹងថាបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជានេះមិនទាន់ថយចុះទេអញ្ចឹងគឺនាំគ្នាដល់ពេលវេលាហើយដើម្បីធ្វើយ៉ាងណារងាប់អធិការរឿងដីធ្លីនេះចេញកុំឲ្យកើតមានតរភាពនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នហើយកន្លងទៅយើងឃើញថាយើងមានការសន្យាអំពីអ្នកដែលមានដំណោះដីធ្លីមិនត្រូវបានគេចាប់ដាក់គុកមិនត្រូវគេចោទប្រកាន់អីហ្នឹងគឺសម្ដេចនាយករដ្ឋមន្ត្រីតែលើកអំពីបញ្ហាហ្នឹងទីបំផុតអ្នកដែលចោទប្រកាន់នឹងចាប់ខ្លួនគឺសមាគមអត់ហុកនៅតែរកឃើញដដែលថាយ៉ាងហោចក៏មានមនុស្ស90ផ្លៃអ្នកជាងណាដែលទទួលរងការចោទប្រកាន់និងចាប់ខ្លួនហើយក្នុងចំណោមអ្នកដែលគេចោទប្រកាន់និងចាប់ខ្លួននោះអ្នកទាំងអស់នោះគឺជាតំណាក់អ្នកតំណាងនៃអ្នកតវ៉ាដីធ្លីឬក៏ជាសកម្មជនដែលអ្នកតវ៉ាការពាររឿងដីធ្លីនឹងតែម្ដងហើយចំណុចមួយទៀតដែលយើងបានមើលឃើញថាសម្ដេចធ្លាប់បានលើកអំពីរឿងបញ្ហាគោលនយោបាយចាស់សកម្មភាពថ្មីនៃបទបញ្ជា01ទាំងអស់នេះយើងមើលឃើញថាធ្វើឡើងនៅពេលមុនបោះឆ្នោតក៏ប៉ុន្តែស្ថានភាពនៃការធ្វើហាក់បីដូចជាពីដំបូងដែលយើងមើលទៅថាវាគួរឲ្យចាប់អារម្មណ៍ពលរដ្ឋនាំគ្នាគ្រប់គ្រងនាំគ្នាផ្អាកការទៀមទាគឺរងចាំរដ្ឋបាលបែបនេះប៉ុន្តែពិតទៅវិញយើងឃើញថាសកម្មភាពនយោបាយចាស់សកម្មភាពថ្មីនេះបែរជាទៅបំពេញនីតិវិធីឲ្យជនដែលមានដីច្រើនជនដែលគ្រប់គ្រងដីខុសច្បាប់ច្រើនបានទទួលនៅកម្មសិទ្ធិទៅវិញណារីឯអ្នកដែលក្រីក្រប៉ះពាល់ផលដំណាំរបស់គាត់មានទំនាស់ដីធ្លីជាហោហែកន្លងគាត់មកវាទៅជាដោះមិនចេញទៅវិញរហូតដល់ថ្ងៃនេះនៅតែដែរអញ្ចឹងយើងមើលឃើញថាគោលនយោបាយចាស់សកម្មភាពថ្មីនេះគ្រាន់តែជាផ្នែកមួយបំពេញឲ្យអ្នកដែលរំលោភដីធ្លីរដ្ឋខុសច្បាប់ហ្នឹងឲ្យខ្លាយទៅជាស្រុកមករីឯអ្នកដែលមានទំនាស់កំពុងតែមានទំនាស់នៅតែបន្តមានទំនាស់ហើយនៅតែបន្តការចាប់ខ្លួនការពំនាំនៅការយល់ចាប់ដូចយើងឃើញមកហើយអ្នកភូមិឡោះពីងអ្នកភូមិឡោះពីងបើខ្ញុំនិយាយដោយការចងចាំរបស់ខ្ញុំធ្លាប់សិក្សារៀនសូត្រគឺមិនខុសពីភូមិទេឋានសម័យជំនាន់5នោះទេណាគឺគេទុកភូមិនឹងចោលគេទុកអ្នកភូមិនឹងចោលគេថាអ្នកភូមិនឹងចម្រៃឧត្តបាអ្នកភូមិនឹងមិនគោរពអាជ្ញាធរមានសមត្ថកិច្ចអញ្ចឹងហើយបានជាភូមិឡោះពីងអ្នកភូមិឡោះពីងរហូតដល់ថ្ងៃនេះគឺអ្នកភូមិនឹងគឺនៅតែទទួលរងការគៀបសង្កត់ផ្លូវកាយផ្លូវចិត្តចាប់ដាក់គុកដោះស្រាយដីធ្លីនឹងគឺមិនដោះឲ្យជាដាច់ខាតណាហើយមានអ្នកខ្លះទៀតនោះក៏ស្លាប់ចោលគ្រួសារទៅទៀតមិនទាន់បានទទួលបានការដោះស្រាយផងរឿងបញ្ហាអ្នកភូមិឡោះពីងនេះអញ្ចឹងខ្ញុំគិតថាអ្នកភូមិឡោះពីងនៅក្នុងរឿងដំណោះដីធ្លីនេះអ្នកភូមិនេះក្រជាងគេបំផុតនៅក្នុងសហគមន៍នានាដែលមានដំណោះដីធ្លីអញ្ចឹងបើសិនជារដ្ឋាភិបាលមើលឃើញទស្សនវិជ្ជាក្នុងការដែលគាត់ត្រូវចំណាយទម្រង់បញ្ហាដីធ្លីនេះសូម
hỏi thời gian nãy chắc ở trong hướng lo tiếng được sủng đại bàn lương cà phê mà son mấy sủng đại bàn lương từ hướng lo tiếng này cô là sủng đại lương hướng lo tiếng bằng trời ai đứng cái chết còn lớn đấy phần còn thang cô chắc ở trong lương phòng này cô dân nhóm vô cây thang hướng lo tiếng đấy cứ toạc đi du hoài cất tới và hay gì mình tay trên 3 năm đấy và dân bị phiết từ lương tầm nọ ai xua rằng nâng này xua ra tầm nọ nâng mình lên của mai nhé ấy bậc nhóm trăm mình không tới và hai chia sang chút nè đại cái tua rong cả cho cái cắn mình chặt luôn tập ngay như cái con đơn trong con như tiếp dạng nè anh ấy để cho cái cắn một cái bốn nhạc xây dựng đấy ví dụ đương môi tay những cái thang miên phao bị ba kháng mất mèo nhạc cây đó đại nghiền rồi đúng không phải vào sân chia sừng công chỉ vơi từng học niêm mình cho luôn chui cà phê chuẩn này nam môi từ lơ ca mình quát sân ở đây biết được quát quát đấy ta quát mình lại cái gì dạng nào rồi có cô dương đi next công chỉ vơi nó dây tập được mà đạp tôi nhưng nơi thì gọi nó làm bây là nhung nhung nó hốt đấy nhưng cái ta mà cái đạp tôi nhung nhung nó phải gì men phụ dương hàng thì công chỉ vơi đấy mà cái đạp tôi nhung nhung phải gì khai nha thôi mình sẽ bằng cái đại miên một cọng này một bơ bộ lôi nhưng đâu đứng đấy thì cho đáng tư chân để mà đóรื่องนั้นเด็กๆควรจะมวยเรื่องนี้แต่มีหันนักมีหน่อหน้าปุ้งๆพงๆนั้นคือมันมีกับเจนดีบ้างก็ทำดีบ้างเลยนั่นแต่จำจุดนึงมาโหดเอาเจ็ดแต่สะดอกเจ็ดแต่โอ้สะดาวมาโหดเพื่อเอาเนี่ยแต่บอกเรื่องรองพันรองที่นึงนั่นแต่ใครคงเพราะนั่นใครถึงนั้นจะมาโหดทำรอง